ទីនេះជាទីកន្លែងដ៏ស្ងប់ស្ងាត់មួយដែលខ្ញុំចូលចិត្តមកទស្សនាកម្សាន្តអ្វីដែលពិសេសនោះឃើញថាមានរូបចម្លាក់អប្សរាឬក៏រូបចម្លាក់ផ្សេងៗទៀតយ៉ាងស្រស់ស្អាតច្រើនម៉ូដច្រើនបែបមែនទែនប្រសិនបើយើងមកទីនេះយើងនឹងឃើញមានដើមឈើជាច្រើននៅជុំវិញបរិវេណប្រាសាទលក្ខណៈនៃប្រាសាទក៏មិនខុសប៉ុន្មានពីប្រាសាទតាព្រហ្មដែរដោយសារតែយើងឃើញថាព្រះមហាក្សត្រដែលសាងប្រាសាទនេះគឺព្រះបាទជ័យវរ្ម័នទី7ហើយប្រាសាទនេះក៏នៅជាប់នឹងប្រាសាទតាព្រហ្មតែម្ដងគឺបើនិយាយពីខ្លងទ្វារធំគឺទល់មុខនឹងស្រះស្រង់ចំពោះខ្ញុំពេលដែលមកដល់ទីនេះគឺមានអារម្មណ៍ហាក់ដូចជាស្ងប់ស្ងាត់ហាក់ដូចជាមានក្តីសុខផ្លូវអារម្មណ៍មែនទែនដែលខុសពីប្រាសាទផ្សេងៗដោយសារតែប្រាសាទនេះហាក់ដូចជាស្ងប់ស្ងាត់ល្អមែនទែនលក្ខណៈពិសេសមួយទៀតនៃប្រាសាទនេះគឺនៅផ្ទាល់ទៅនឹងដីតែម្ដងយើងពុំចាំបាច់ឡើងខ្ពស់ទៀតដោយបណ្ដាប្រាសាទដទៃផ្សេងទៀតដូចជាប្រាសាទអង្គរឬក៏ភ្នំបាខែងនោះទេហើយក៏មានដើមឈើដុះសងខាងអញ្ចឹងហើយក៏វាត្រជាក់ទោះបីជានៅក្នុងរដូវក្តៅក៏ដោយមិនថាផ្គរមិនថាក្តៅមិនថាភ្លៀងយ៉ាងណាក៏អប្សរានៅប្រាសាទបន្ទាយក្តីនៅតែឈរស្វាគមន៍រាក់ទាក់ភ្ញៀវទេសចរជានិច្ច